វិធីងាយៗក្នុងការតេស្តទូរស័ព្ទ Samsung មុនពេលដែលសម្រេចចិត្តថានឹងទិញវាឬអត់ជំរាបសួរខ្ញុំបានទីថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូបរៀនពីរបៀបនៃការតេស្តទូរស័ព្ទ Samsung មុនពេលដែលយើងសម្រេចចិត្តថាទិញវាជាជំហានដំបូងយើងចូលកន្លែង call បន្តមកទៀតយើងវាយលេខកូដថាផ្កាយធំជ្រូក0ផ្កាយធំជ្រូកធម្មតាទូរស័ព្ទធម្មតាពេលចុចទៅវានឹង load ប៉ុន្តែដោយសារតែខ្ញុំបានបិទមុខងារ auto blocker អញ្ចឹងខ្ញុំត្រូវចូលលេខ search យើងវាយពាក្យថា auto blocker បន្តមកទៀតខ្ញុំបិទមុខងារ auto blocker ទៅហើយយើងចូលមកកន្លែង call វិញវានឹង load ផ្ទាំងតេស្តនេះមកហើយនៅក្នុងហ្នឹងយើងអាចតេស្តតាក់ទងជាមួយពណ៌ថាពណ៌ក្រហមវាត្រូវអត់បៃតងវាត្រូវពណ៌អត់ពណ៌ខៀវវាមាន load ស្នាម load អីអត់ហើយវាមានរំញ័រមានកាមេរ៉ាមានអានេះ tag នេះយើងយកដៃ tag ពេលដែលយើងតេស្ត tag ហ្នឹងតោះតែយើងអូសវាអស់បានវាចេញមកក្រៅឲ្យយើងវិញបើយើងអូសអត់អស់អានឹងវាចេញមកហើយវាមានដូច speaker មាន S Pen ក៏ដូចគ្នាយើងត្រូវយកប៊ិចយើងគូអស់កន្លែងមុខងារ S Pen នេះអាហ្នឹងយើងធ្វើការស្កត់ប៊ិចពីលើយើងតេស្ត S Pen ដើម្បីដឹងថាតើពេលដែលយើងប្រើប៊ិចអូសពីលើទូរស័ព្ទរបស់យើងវាដំណើរការអត់ឬមួយក៏ជួនកាលវាមានស្នាមធុតកន្លែងណាអីក៏S Pen អត់ឲ្យដែរហើយអានេះ S Pen hover នេះស្តៀងអានោះដែរប៉ុន្តែយើងអត់យកប៊ិចស្កត់ពីលើទេយើងដាក់ប៊ិចគ្រាន់តែចលោពីខាងលើឯងស្កត់ក៏វាទៅដែរហ្នឹងតើយើងចលោវា test sensor នៅពេលយើងអូខេហើយយើងចុច back មកវិញទៅហើយបើសិនជាយើងចង់ឈប់តេស្តវាយើងគ្រាន់តែចុចប៊ូតុងបន្ថយសលេងហើយនឹង shut down ចុចទាំងពីរចឹងទៅបន្តមកទៀតយើងចូលកន្លែង side ប៊ូតុងហើយយើងចុចចេញមកក្រៅចេញមកគឺវានឹងចេញមកហើយអូខេអរគុណសម្រាប់ការតាមដានទស្សនាបើសិនជាពេញចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច like និង subscribe ព្រមទាំង follow account TikTok របស់ខ្ញុំផងអរគុណជម្រាបលា